សួស្តីបងប្អូនថ្ងៃនេះយើងធ្វើដំណើរទៅកាន់ខេត្តកុងដើម្បីទៅរកកន្លែងថតថ្ងៃរះនិងថ្ងៃលិចជួយបងប្អូនទស្សនាប៉ុន្តែបងប្អូនមើលទៅតាមផ្លូវគឺភ្លៀងខ្លាំងណាស់ដល់ថ្នាក់មើលផ្លូវមិនចង់ឃើញយើងងឹតបងប្អូនដូចខ្ញុំបានជម្រាបជូននៅវីដេអូមុនអញ្ចឹងប្រទេសកម្ពុជាឥឡូវនេះគឺជាខែភ្លៀងចឹងហើយតំបន់ភ្នំគឺវាសម្បូរទៅដោយភ្លៀងយើងសង្ឃឹមថាពេលដែលយើងទៅដល់ទីនោះនឹងទទួលបាននៅរូបភាពថ្ងៃរះនិងថ្ងៃលិចដ៏ស្រស់ស្អាតជូនបងប្អូនទស្សនាចាស់ប៉ុន្តែបើយើងគិតជាភាគរយប្រហែលជាយើងអាចសង្ឃឹមតែ 40% ទេដោយសារថាតំបន់ភ្នំបងប្អូនដឹងស្រាប់ហើយឲ្យទៅចាប់ដើមបើកភ្នែកមកព្រាមគឺភ្លៀងយកតែម្ដងអញ្ចឹងកុំឲ្យខាតពេលយូរតោះទៅតាមដានសកម្មភាពតាមដងផ្លូវជាមួយខ្ញុំទាំងអស់គ្នាអូខេសួស្តីបងប្អូនបន្ទាប់ពីយើងបានធ្វើដំណើរឆ្លងកាត់ភ្លៀងខ្យល់ហើយនិងតំបន់ភ្នំជាច្រើននោះយើងក៏បានមកដល់ទឹកដីនៃខេត្តកោះកុងចំណុចទាំងនេះគឺជា sunset spot មួយដែលយើងថតនៅក្បែរស្ពាននៃខេត្តកោះកុងតែម្ដងហើយស្ពានដែរគឺបានតភ្ជាប់រវាងខេត្តកោះកុងទៅកាន់ភូមិបាក់ខ្លងឬគេហៅថាច្រកចាំយាមដែលជាច្រកព្រំប្រទល់ព្រំដែនកម្ពុជាថៃអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតោះនាំបងប្អូនទៅទស្សនានៅទិដ្ឋភាពថ្ងៃលិចទាំងអស់គ្នានៅក្នុងទឹកដីនៃខេត្តកោះកុងនេះ